ម៉ូតផ្កាសម្រាប់តាំងដេកដែលខ្ញុំកាន់នៅដៃនេះគឺខ្ញុំធ្វើតាមសំណពបងព្រោះថាគាត់សុំឲ្យខ្ញុំធ្វើម៉ូតថ្មីតាក់ទងនឹងប្រភេទរបស់ដែលខ្ញុំធ្វើចេញមកពីខ្សែអំបោះហ្នឹងព្រោះគាត់ចាប់អារម្មណ៍ទៅនឹងម៉ូតមុនដែលខ្ញុំធ្លាប់បានធ្វើហើយបងនៅពេលអញ្ចឹងគាត់សុំម៉ូតបន្ថែមទៀតអញ្ចឹងអត់អីទេថ្ងៃនេះខ្ញុំមកបង្ហាញម៉ូតទៀតផ្លែកតែម៉ូតទេបងតែបើរបៀបនៃការធ្វើវិញគឺស្តៀងតែម៉ូតមុនដែរទេហើយសម្រាប់ម៉ូតនេះដំបូងយើងកាត់ខ្សែសម្រាប់ធ្វើទំនងកដាលវាហ្នឹងប្រវែង35សង់ទីម៉ែត្រហើយយើងបត់ជា2មកណាបងបន្ទាប់មកយើងបិទស្គុតវាឲ្យជាប់នៅតុចេះស្រួលយើងក្រងខ្សែដែលយើងយកមកក្រងនេះប្រវែងវាតែ19សង់ទីម៉ែត្រទេហើយយើងបត់វាជា2ហើយបងក្រងដូចដែលខ្ញុំធ្វើនេះមកចំពោះខ្សែដែលយើងក្រងដំបូងនេះយើងប្រើពណ៌សចំនួន3កលែបងបន្ទាប់មកបានយើងចូលមកដល់ខ្សែពណ៌រាងស្បង់លោកកម្ៅនេះគឺយើងដាក់វាចំនួន5កលែអញ្ចឹងទាំងអស់យើងក្រងវា8កលែបងខ្សែដែលយើងក្រងហើយនេះយើងរុញវាឲ្យអប់ចូលគ្នាមកកុំទុកនៅអំបិលអញ្ចឹងព្រោះកាលណាទុកអញ្ចឹងពេលដែលយើងធ្វើចេញមកអត់ស្អាតទេបន្ទាប់មកយើងចាប់ផ្ដើមសិតអំបែកតសៃខ្សែហ្នឹងហើយថងហ្នឹងហើយដែរពេលខ្លះបងលឺខ្ញុំហៅខ្សែពេលខ្លះក៏លឺខ្ញុំហៅតសៃអំបោះទៅដោយសារតែគេយកជាប្រភេទតសៃអំបោះហ្នឹងយកទៅវិញវាឲ្យចេញជាខ្សែអញ្ចឹងយើងអាចសិតអំបែកវាបានបន្ទាប់ពីសិតនឹងតម្រៀបវាឲ្យត្រូវរាងដែលយើងចង់បានហើយបន្ទាប់មកទៀតគឺយើងត្រូវមានកៅសម្រាប់បិទកដាជាមួយនឹងកដាសម្រាប់អ៊ុតកអាវយើងយកកៅហ្នឹងយកមកលាបលើកដាហ្នឹងទៅហើយយើងយកមកបិទលើតសៃអំបោះយើងហ្នឹងមកពេលដែលបិទគឺត្រូវបិទវាឲ្យចំកដាលព្រោះកាលណាដែលយើងបិទវាកាត់សតបផ្កាចេញមកក៏វាខាងដែលយើងបិទពុំមិញនេះគឺខាងក្រោយទេអញ្ចឹងយើងត្រឡប់វាមកម្ខាងទៀតមកហើយខាងមុខនេះក៏យើងត្រូវការលាបកៅដែរប៉ុន្តែកៅមិញហ្នឹងគឺខ្ញុំបានដាក់លាយទឹកបន្តិចដើម្បីឲ្យវារាវងាយស្រួលលាបព្រោះកាលណាដែលយើងប្រើជក់លាបជាមួយនឹងតសៃអំបោះអញ្ចឹងគឺយើងត្រូវការលាយទឹកដើម្បីឲ្យវាជ្រាបចូលដល់កដាលបងយើងហាលវាឲ្យស្ងួតសិនមកចាំយកមកកាត់ហើយពេលដែលកាត់ហ្នឹងគឺយើងកាត់វាឲ្យហួសពុំបន្តិចមកណាបងហើយចំពោះស្រទាប់ដែលមានលាយពណ៌សហ្នឹងគឺយើងត្រូវធ្វើវាឲ្យបានចំនួន3ស្រទាប់ហើយបើពណ៌សុទ្ធវិញក៏យើងត្រូវធ្វើឲ្យបានចំនួន3ស្រទាប់ដូចគ្នាយើងប្រើกระดาษឡាំងហាងស្ដើងបន្តិចមកហើយមុខកាត់វា22.5សង់ទីម៉ែត្រហើយដោយសារតែกระดาษឡាំងវាមានប្រហោងអញ្ចឹងទៅខ្ញុំក៏យកខ្សែដែលយើងសម្រាប់ក្រងធ្វើស្រទាប់ផ្កាហ្នឹងយកមកបិទវានៅជុំវិញกระดาษឡាំងនឹងបន្ថែមទៀតហើយបន្ទាប់មកគឺយើងចាប់ផ្ដើមយកស្រទាប់ផ្កាដែលមានពណ៌សុទ្ធហ្នឹងយកមកបិទវាហើយចន្លោះពីកដាលមកដល់កន្លែងដែលយើងបិទនេះគឺ5.5សង់ទីម៉ែត្របងហើយឃើញស្នាមបិចដែលខ្ញុំគូសហ្នឹងគឺខ្ញុំគូសចំណាំកន្លែងដែលយើងត្រូវបិទកុំឲ្យពេលដែលបិទចេញមកវាឃើញប្រឡោះធំតូចណាអញ្ចឹងប្រឡោះហ្នឹងឬក៏ຂະຫນាតទាំងអស់ហ្នឹងគឺវាប្រែប្រួលទៅតាមភាពជាក់ស្ដែងដែលអ្នកទាំងអស់គ្នាធ្វើមានន័យថាបើយើងធ្វើធំតូចអាហ្នឹងគឺវាប្រែប្រួលຂະຫນាតទៅតាមហ្នឹងហើយស្រទាប់ដែលមានលាយពណ៌សនេះគឺយើងបិទនៅចំប្រឡោះស្រទាប់ខាងក្រោមមានន័យថាស្រទាប់លើស្រទាប់ក្រោមគឺយើងបិទឆ្លាស់គ្នាបន្ទាប់ពីបិទស្រទាប់ហើយយើងចូលមកដល់ការធ្វើបដូលកដាលហើយថងនេះគឺខ្ញុំប្រើជាស្នោកាត់វាឲ្យមូលហើយរាងទួលអញ្ចឹងតិចមកហើយយើងបិទក្របពីលើហ្នឹងដោយប្រភេទបាវកញ្ចៅអ្នកទាំងអស់គ្នានៅកន្លែងកដាលនេះយើងអាចដាក់ជាកញ្ចក់ក៏បានដែរយើងធ្វើអញ្ចឹងក៏ស្អាតដែរបងហើយនៅជុំវិញហ្នឹងគឺខ្ញុំបិទវាដោយក្រំកាំឈើក្រំកាំនេះគឺខ្ញុំដោតហើយបើខ្ញុំយកមកបិទប៉ុន្តែយើងអាចបិទមួយក៏បានដែរអញ្ចឹងម៉ូតផ្កាសម្រាប់តាំងដេកយើងនេះគឺរួចរាល់ហើយណាបងហើយម៉ូតនេះខ្ញុំគិតថាដាក់តាំងបានច្រើនកន្លែងមែនតែនមិនថានៅក្នុងផ្ទះនៅក្នុងហាងជាពិសេសគឺហាងកាហ្វេអីជាដើមហ្នឹងគឺសមមែនតែនហើយនេះខ្ញុំគ្រាន់តែដាក់តាំងនៅក្នុងបន្ទប់ខ្ញុំឲ្យបងបានមើលខ្លះទេអញ្ចឹងកុំភ្លេចសាកធ្វើទាំងអស់គ្នាណាអរគុណបាយ